បាទសួស្តីបងប្អូនទាំងអស់គ្នាយើងជួបគ្នាទៀតហើយតាក់ទងនឹងប្រធានបទ Bill Brand កាលវីដេអូមុនហ្នឹងខ្ញុំបាននិយាយអំពីអត្ថន័យនៃការ Bill Brand ណាចូលបងប្អូនអាចទៅមើលវីដេអូលេខរៀងទី1ឬក៏ភាគ1ណាដើម្បីឲ្យយល់ថា Bill Brand ហ្នឹងស្អីដើម្បីកុំឲ្យច្រឡំឧទាហរណ៍ដូចច្រឡំពាក្យថា brand ជាដើមនៅក្នុងវីដេអូនេះខ្ញុំនិយាយបន្តតាក់ទង Bill Brand ដោយលើកយកប្រធានបទ personal branding មានន័យថាការបង្ហាញអំពីសមត្ថភាពរបស់បុគ្គលបាទហើយបានលើកធានបទនេះឡើងដោយសារតែមានការនិយាយនៅលើអនឡាញតាក់ទងនឹងគេនិយាយថាបើលក់ដូរបើរកស៊ីបើយើងអត់បង្ហាញអំពី personal branding ទេអត់បង្ហាញអំពីសមត្ថភាពរបស់ខ្លួនឯងគឺមិនអាចរកស៊ីបានដាច់ខាតតែពិតម្ចាស់គេក៏អត់និយាយថាដាច់ខាតអញ្ចឹងទេប៉ុន្តែគេប្រើពាក្យថាសម័យឥឡូវបើសិនជាលក់ដូរអត់ចេញមុខ personal branding ណាគឺយើងមិនអាចលក់ដូរបានទេអញ្ចឹងគឺបញ្ហាថាបើមិនចេញមុខទេគឺមិនអាចរកស៊ីបានដាច់ខាតអញ្ចឹងណាចុះបើនិយាយថាមិនអាចរកស៊ីបានទេហ្នឹងមានន័យថាដាច់ខាតហើយបាទអញ្ចឹងបានលើកយកបកស្រាយខ្ញុំក៏និយាយភ្ជាប់ដែរតើតើនឹងរឿង Bill Brand ទូទៅហើយនឹង personal branding នេះតើតើនឹង personal branding មុនវាជារឿងធម្មតាតាដែលបុគ្គលខ្លួនឯងអ្នករកស៊ីក៏ដោយទាំងនៅក្រុមឬក៏នៅក្រុមហ៊ុនក៏ដោយគឺគេត្រូវតែបើសិនជាត្រូវបង្ហាញគឺគេបង្ហាញអំពីសមត្ថភាពរបស់បុគ្គលនឹងហើយប៉ុន្តែបើមិនត្រូវបង្ហាញទេអញ្ចឹងក្រុមហ៊ុនគេឬក៏ក្រុមគេឬក៏គាត់ជាអ្នករកស៊ីម្នាក់របស់គាត់ហ្នឹងគឺគាត់ធ្វើម៉េចក៏ដោយឲ្យអតិថិជនរបស់គាត់មានទំនុកចិត្តបង្កើតទំនុកចិត្តឲ្យអតិថិជនរបស់គាត់នេះចំណុចសំខាន់គឺត្រង់គេមានទំនុកចិត្តលើយើងនេះបងប្អូនគិតមើលមែនអត់ទោះបីជាយើងបង្ហាញមុខទោះបីជាក្រុមហ៊ុនផ្សេងទៀតបងប្អូនមើលមិនមានអ្នកបង្ហាញមុខទាំងអស់គ្នាណាអត់ទេគេមិនមែនចេញមុខទាំងអស់គ្នាណាប្រធានក្រុមហ៊ុនផ្សេងទៀតឬក្រុមហ៊ុនផ្សេងទៀតអីមិនត្រូវចេញមុខអីណាមិន trend មិនអីទេមានតាក់ទង trend ទេមកបញ្យល់អត់ចំចំណុចអញ្ចឹងដែលចំចំណុចហ្នឹងគឺតាក់ទងនឹងការធ្វើឲ្យមានទំនុកចិត្តពីភ្ញៀវតាកាលណាគេទុកចិត្តគេមិនសង្ស័យខ្លាចយើងបោកគេមិនសង្ស័យខ្លាចយើងលក់របស់របរអីគេមិនល្អគេមិនសង្ស័យនេះមិនសង្ស័យនោះជីរួមទៅគេទុកចិត្តទោះបីគេមិនឃើញមុខយើងក៏ដោយមនុស្សគឺអាចស្ដាប់យើងទោះបីមិនចេញមុខក៏ដោយគេដឹងថាយើងនឹងនិយាយនឹងត្រូវតាគេដឹងថាមនុស្សស្មោះត្រង់តែគេឆែកមើល background ចេះចុះលើ page លើអីអញ្ចឹងទៅអីទៅគេឆែកមើលបានតាគេដឹងតាហើយចាំបាច់តើចេញមុខមិនថាមុខមិនស្អាតបានមិនហ៊ានចេញមិនមែនចុងទេមិនចេះនិយាយដូចគេបានមិនហ៊ានចេញមិនមែនចុងទេវាមិនមែនអញ្ចឹងទេវាមិនមែនជាចំនួនងាប់កាឡាទេវាមិនមែនជាមុខរបរងាប់កាឡាទេបើថាត្រូវតែចេញមុខហ្នឹងគេហៅមុខរបរងាប់កាឡាហើយរ៉ូស៊ីនឹងងាប់កាឡាហើយវាទៅមិនរួចទេអញ្ចឹងណាខ្ញុំនឹងធ្វើការបកស្រាយបន្ថែមទៅលើក្រុមហ៊ុនធំតើ personal branding វាត្រូវតែមានយ៉ាងម៉េចវាជាធម្មតាបាទអញ្ចឹងរឿងសំខាន់ទំនុកចិត្តទេធ្វើម៉េចឲ្យគេមានទំនុកចិត្តលើខ្លួនអញ្ចឹងរបៀបក្នុងការសាងទំនុកចិត្តនេះបានជាបញ្ហាធំតើអត់មិននិយាយលេងទេណារបៀបក្នុងការសាងទំនុកចិត្តបើនិយាយឲ្យកាន់តែជ្រៅទៅគឺថាអាចឲ្យអតិថិជនទិញយើងទាំងស្ងប់ចិត្តទិញយើងទាំងបិទភ្នែកទាំងថ្មិចភ្នែកមិនបាច់ចាំមើលអីវ៉ាន់មិនអីហ្នឹងគឺមិនព្រោះតែទំនុកចិត្តបើយើងចេញទៅមុខចេញទៅអីខ្វះអ្នកចេញមុខអ្នកខ្លះរកស៊ីអីទៅបោកប្រាស់គេទៅគេឃើញមុខរាល់ថ្ងៃហ្នឹងដល់ពេលបោកប្រាស់គេទៅប៉ូលីសអីចាប់អីចឹងទៅគេថតមុខថតអីហ្នឹងរួចហើយរកស៊ីទៀតហើយមានអ្នកទិញទៀតនោះប៉ុន្តែបោកប្រាស់គេតាអញ្ចឹងតើដែលត្រូវកន្លែងណាគឺទំនុកចិត្តហើយដើម្បីមានទំនុកចិត្តបានធ្វើម៉េចទៅរឿងស្មោះត្រង់រឿងទទួលខុសត្រូវរឿងជំនាញរឿងអីរបស់យើងនឹងច្បាស់លាស់នេះខ្ញុំសូមនិយាយសង្ខេបឃើញអត់បងប្អូនត្រូវបង្វិលមកអញ្ចឹងវិញមិនត្រូវលេងដល់និយាយថាបើអត់បង្ហាញមុខទេมันអាចរកស៊ីបានទេអញ្ចឹងគឺខុសទេប៉ុន្តែមិនមែនថាការបង្ហាញមុខនោះខុសដែរមិនមែនទេគឺយើងត្រូវបង្ហាញទៅអត់ទៅឥឡូវខ្ញុំនិយាយពីក្រុមហ៊ុនធំដើម្បីឲ្យបងប្អូនរឹតតែច្បាស់ក្រុមហ៊ុនធំនៅពេលដែលដូចថាក្រុមហ៊ុន Apple នៅពេលដែលឡើងធ្វើជាប្រធានក្រុមហ៊ុន
ការបង្ហាញអំពីសមត្ថភាពរបស់ CEO CEO របស់ CEO របស់ CEO របស់ក្រុមហ៊ុនហ្នឹងគឺជារឿងធម្មតាទេគេលើកគេយកអ្នកដែលមានសមត្ថភាពហ្នឹងមកធ្វើ CEO របស់គេហ្នឹងត្រូវហើយគឺជារឿងធម្មតាទេអត់មានសមត្ថភាពមិនអញ្ចឹងមានសមត្ថភាពក្នុងការធ្វើនេះធ្វើនោះអញ្ចឹងគេយកឡើងមកនិយាយជាសាធារណៈអីអាហ្នឹងមិនសមត្ថភាពរបស់គេអាហ្នឹងមិន personal របស់គេអញ្ចឹងណាអញ្ចឹងក្រុមហ៊ុនហ្នឹងគេមានខ្លឹមរបស់គេស្រេចហើយតែ CEO ត្រូវមានសមត្ថភាពក្នុងការនិយាយហ្នឹងជារឿងធម្មតាទេបាទចុះបើយើង build brand តែលើបុគ្គលចុះបុគ្គលនឹងស្លាប់បាត់ឬក៏បុគ្គលនឹងឡើងធ្វើការទៀតឬក៏អីប្រការណាមួយទៀតអញ្ចឹងយើងពឹងទៅលើបុគ្គលនឹងមិនកើតទៅបើថាមានម្នាក់គាត់នឹងអូខេឬក៏បើថាចេះតែគាត់មិនអាចប្រាប់អ្នកដតីទៀតបង្រៀនអ្នកដតីបានទៀតអូខេបាទហ្នឹងជារឿងដែលគាត់ត្រូវចេញមុខជាប្រចាំអីមិនមានហេតុផលណាអត់អីទេប៉ុន្តែដល់ថាអត់ចេញមុខអញ្ចឹងរកស៊ីមិនបាននេះគឺអត់ត្រូវបាទអញ្ចឹងតើយើងសរុបមកយើងចេញប្រឡោះណាបានជាការងារជារឿងដែលយើងត្រូវធ្វើនៅពេលដែលយើងរកស៊ីគឺយើងធ្វើឲ្យភ្ញៀវមានទំនុកចិត្តទៅបីយើងចេញមុខឬក៏មិនចេញមុខក៏ដោយបាទបើត្រូវចេញមុខទៅបើមិនត្រូវចេញមុខគឺអត់ទៅសំខាន់គឺទំនុកចិត្តបានវាយូរវែងណាឧទាហរណ៍ហាងលក់គុយទាវ3ចំនួនអញ្ចឹងលក់តាំងពីចំនួនតាហ្នឹងឥឡូវចៅអ្នកលក់ហ្នឹងមានតាណានៅទៀតអត់នៅទេប៉ុន្តែគេនៅអារសជាតិគុយទាវរបស់គេដូចដើមគេនៅអារបៀបរបបលក់ដូររបស់គេដូចដើមតម្លៃមិនម៉ាយអីហ្នឹងគេទទួលយកបានគេល្មិចមិញហ្នឹងគឺដដែលទាំងអស់អញ្ចឹងណាអញ្ចឹងអាហ្នឹងគេទៅហូបតែគេមិនទៅតលតែតានឹងលក់ចៅលក់ក៏អត់ទិញតាលក់បានទិញមិនអញ្ចឹងទេបាទមិនអញ្ចឹងទេណាមិនអញ្ចឹងទេកុំច្រឡំអញ្ចឹងសំខាន់ស្អីដែលគេត្រូវការហ្នឹងគឺយើងត្រូវច្បាស់លាស់ឲ្យគេផ្ដល់ទំនុកចិត្តឲ្យគេនេះរកស៊ីអញ្ចឹងណាបាទអញ្ចឹងខ្ញុំអស់ប៉ុណ្្នឹងហើយនឹងជួបគ្នានៅវីដេអូក្រោយៗទៀតអរគុណ